안녕하세요, 여러분. 다음을 읽고 내용이 같은 것을 고르십시오. vàសូមអានអត្ថបទខាងក្រោមហើយសូមជ្រើសរើសអ្វីដែលដូចទៅនឹងការពន្យល់ 오늘은 어머니의 생신입니다. បាទ 생신 បាទពាក្យគួរសមមកពី 생일 ណាបាទអញ្ចឹងសម្រាប់អ្នកដែលមានអាយុច្រើនអញ្ចឹងគេប្រើពាក្យគួរសមគឺ 생신 ណាបាទឬក៏ 생일 ខួបកំណើត 어머니는 빵보다 떡을 더 좋아합니다. បាទតម្រង Poda កន្លែងនេះមិនមែនមើលទេណាបាទគឺគេប្រើសម្រាប់ប្រៀបធៀបអញ្ចឹងអ្នកទាំងអស់គ្នាកុំច្រឡំតើយើងអាចមើលយ៉ាងម៉េចដើម្បីងាយស្រួលអញ្ចឹងយើងមើលតម្រង Poda គឺជាងណាបាទយើងបកប្រែថាជាងយ៉ាងម៉េចមកថាប៉ាំង Poda អញ្ចឹងគឺជាងនំប៉័ងបាទអញ្ចឹងគាត់ចូលចិត្តអីជាងនំប៉័ងគឺគាត់ចូលចិត្តតកបាទមិនថាគាត់ចូលចិត្តតកជាងនំប៉័ងណាបាទអញ្ចឹងយើងចាំកន្លែងកាលណាខាងក្រោយ Poda នឹងជាអីអញ្ចឹងជាងអាហ្នឹងហើយណាបាទយើងចំណាំអញ្ចឹងទៅកាលណាខាងក្រោយនឹងអីគឺជាងអាហ្នឹងហើយបាទអញ្ចឹងគឺគាត់ចូលចិត្តតកហ្នឹងនំតកហ្នឹងជាងនំប៉័ង 그래서 ហេតុដូច្នេះហើយ저는 동생과 함께 떡 케이크를 만들었습니다 ហេតុដូច្នេះហើយខ្ញុំហើយនឹងប្អូនបានធ្វើនំបាទ cake តកហ្នឹងជាមួយគ្នាណា 함께 ចេញមក 1번 저는 떡 케이크를 샀습니다 អញ្ចឹងថាខ្ញុំបានទិញនំ cake បាទនំ cake តកហ្នឹងបាទអញ្ចឹងគឺគាត់អត់ទិញទេគឺគាត់បានធ្វើដោយខ្លួនឯងអញ្ចឹងចម្លើយនឹងអត់ត្រឹមត្រូវទេ 2번 저는 혼자 요리를 했습니다 បាទខ្ញុំបាទធ្វើបាទឬក៏ខ្ញុំធ្វើនំហ្នឹងយូរីហាដាមិនថាយើងធ្វើម្ហូបអាហារតែកន្លែងនេះដោយសារធ្វើនំអញ្ចឹងខ្ញុំធ្វើនំហ្នឹងតែម្នាក់ឯងទេហ៊ុនចាបាទអញ្ចឹងគឺអត់ទេណាគឺគាត់ធ្វើជាមួយធុងសេងជាមួយប្អូនណា 3. 3번 어머니의 생일은 오늘입니다 បាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ម្ដាយបាទអញ្ចឹងគឺត្រឹមត្រូវណាបាទអញ្ចឹងយើងមើលសាបន 어머니는 빵을 떡보다 좋아합니다 បាទអញ្ចឹងកន្លែងនេះយើងមើលណាอย่าច្រឡំដាក់កន្លែងដាក់ថា 떡보다 អញ្ចឹងជាងតកអីគេជាងតកបាទគឺគាត់ចូលចិត្តនំប៉័ងណាគាត់ចូលចិត្តនំប៉័ងជាងតកអញ្ចឹងត្រូវអត់ទេណាបាទអញ្ចឹងយើងមើលកន្លែងហ្នឹងอย่าច្រឡំបើយើងបកខុសគឺយើងយកច្រឡំហ្នឹងហើយណាបាទអញ្ចឹងអត់ទេណាយើងចាំកាលណាខាងក្រោយហ្នឹងអីគេជាងអាហ្នឹងហើយណាយើងចំណាំតែប៉ុណ្ណឹងទៅបានហើយកន្លែងតម្រងប្រៀបធៀប Poda ហ្នឹងអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខបាទ3ណា